ចង់ចាប់ផ្ដើមប្រើប្រាស់ផលិតផលថែរក្សាស្បែកប៉ុន្តែដឹងផ្ដើមពីណាទៅណាអញ្ចឹងវីដេអូនេះនឹងណែនាំអ្នកទាំងអស់គ្នាផ្ដើមដំបូងពី cleanser ប្រភេទនេះសម្រាប់អ្នកដែលគាត់មានស្បែកមុខព្រៃឬក៏ស្បែកមុខចម្រោះហើយសាច់របស់គេជាប្រភេទ texture ប៉ុន្តែមានពពុះតិចៗលាងសម្អាតមុខបានជ្រះល្អ cleanser ដូចគ្នាប៉ុន្តែសម្រាប់អ្នកដែលគាត់មានស្បែកមុខស្ងួតប្រភេទនេះសាច់ gel ប៉ុន្តែអត់មានពពុះទេបើសិនជាបងប្អូនមានស្បែកមុខស្ងួតហើយចង់បានប្រភេទ cleanser ដែលមានពពុះអាចសាកប្រើជាមួយនឹង foaming cleanser នេះបានប្រភេទហ្នឹងចុចមកចេញពពុះចឹងហ្មងអត់ចាំបាច់យកវាទៅញីលើដៃទេតពី cleanser ប្រកាសដែរជាប្រភេទ moisturizer ប្រភេទនេះជាប្រភេទលេបផ្ដោតសំណើមដែលលាបនៅពេលយប់ជួយថែរក្សាសំណើមរហូតដល់24ម៉ោងនេះបរិរនាងការពារស្បែកបើសាច់របស់គេបែប smooth milky ចឹងហ្មង last but not least ប្រភេទនេះគឺជាប្រភេទលេបការពារកម្ដៅថ្ងៃដែលមាន SPF 35បូកជាមួយនឹងសារធាតុផ្ដោតសំណើមបើនិយាយពីសាច់វិញស្រាលងាយលាបចូលស្បែកមែនតើលាបហើយរលោងស្អាតចឹងហ្មងផលិតផលទាំងអស់ហ្នឹងសម្រាប់អ្នកដែលគាត់មានផ្ទៃពោះឬក៏អ្នកដែលទៅតែផ្ដាច់លាយក៏ផលបានដែរណា